បងប្អូនអើយចេញមកទៀតហើយថ្ងៃនេះអើយមានស្អីទេបងប្អូនយើងកសិករមានតែធ្វើស្រែចម្ការហ្នឹងហើយឥឡូវនេះបានប្អូនមកជួយជួស្រែហើយរស់លុបទេស្រុកខ្ញុំហ្មងបងប្អូនស្រុកបងប្អូនហើយធ្វើមិនដែរបាទដោយសារតែខ្ញុំហ្នឹងជួលត្រាក់គេវិញក៏បាត់បានអញ្ចឹងហើយវាភ្លៀងទៀតអញ្ចឹងមានតែឲ្យបងប្អូនរស់ទេហើយរស់ហ្នឹងបងប្អូនខាងបងប្អូនហ្នឹងមានរស់អត់រស់ហ្នឹងមកហាត់150,000ចូលខាងបងប្អូនមកហាត់ប្រហែលដែរហើយវាយគប់ក៏វាយគប់មកហាត់150,000ដែរបងប្អូនខាងបងប្អូនវាយគប់ប៉ុណ្ណាដែរទាំងវាយគប់ទាំងរស់ហ្នឹងវាមហាត់វាពោ30,000បាទដែរបងប្អូនអើយជួ5ដបរស់5ដបជួ5ដបហើយវាយគប់នោះ5ដបអញ្ចឹងបងប្អូនតើវាចំណេញអត់ទេបើ1គីឡូ700 300អីបើបាន1000 1100 1200អីវាសមគួរបងប្អូនអាចមករួចខ្លួនមកហាត់អីបាន3 4តោនទៅយើងរួចខ្លួនហើយតែមានណានេះធ្វើហូបទេបងប្អូនអើយអត់មានធ្វើលក់ទេបងប្អូនធ្វើ OM ធ្វើអីលីក្រហមសែនពីដោឬក៏សាំងទៀបអីអត់ដឹងទេបងប្អូនតែខ្ញុំនេះឆ្នាំនេះហ្នឹងធ្វើការរំដួលបានធ្វើការរំដួលឆ្នាំនេះឆ្នាំមុនឯងខ្ញុំធ្វើលីក្រហមហើយលីក្រហមក៏ត្រូវប៉ាន់ដែរ12បាទហាលស្ងួតណា1200ហាលស្ងួតស្អាតហើយឆ្នាំនេះហ្នឹងធ្វើការរំដួលហ្នឹងសម្រាប់ហូបទេខ្ញុំធ្វើរាល់ឆ្នាំមកហាត់បានតែជាង2តោនទេបងប្អូនអើយដោយសារតែផ្លិចខ្លួនទៅអត់បានចេះជីអត់អីខ្ជិលផងហើយធ្វើហូបយើងមានទៅត្រូវការចេះជីឲ្យច្រើនចឹងមានតែអត់ចេះជីខ្លះទៅបាញ់តែថ្នាំស្មៅទៅក៏យើងបានហូបបបោដែរហើយទឹកបបោដែរហើយស្រែខ្ញុំនឹងជាប់ជាប់ឡាយទេបងប្អូនអញ្ចឹងវាស្រួលធ្វើដែរហើយស្រែខ្ញុំលើគេទៀតកាលណាចេះជីវាច្រើនតែទឹកមកដឹងណាពេញទាំងអស់ហើយអញ្ចឹងហូបជីទៅលើគេហើយអញ្ចឹងស្រែបងប្អូនមិនដែរជាប់ឡាយជាប់ស្រែជាប់ស្រូវអីល្អទេបងប្អូនស្រូវល្អសូមបងប្អូនជួយឲ្យមេដៃម្នាក់មួយមកហើយជួបបងប្អូននេះហើយបងប្អូនថ្ងៃនេះនឹងគឺសម្រាប់ពីការសិក្សានឹង1ម៉ោងបាទហើយថ្ងៃនេះដោយសារតែឲ្យវារស់ហើយខ្ញុំនឹងចរវល់ខ្លាំងពេកអញ្ចឹងតើស្លៀតពេលរៀងខ្លួនរវានឹងរបានមួយថ្ងៃហ្នឹងទេបើសិនតែអត់ជួយយើងក៏អត់បានព្រោះដែរអញ្ចឹងតើស្លៀតរៀងខ្លួនហើយបងប្អូនរៀនថ្នាក់ទី11ហើយឆ្នាំក្រោយវាប្រឡងទី12អញ្ចឹងខ្ញុំដៅណែនាំវាឲ្យប្រឹងប្រែងរៀនសូត្រឲ្យវេទនាទៀតឲ្យវាដល់ដៃដល់ជើងមានការងារធ្វើអញ្ចឹងណាបងប្អូនមានល្អឯងដូចជាមួយខ្ញុំទេបាទជាមួយខ្ញុំល្អឯងឲ្យតែហៅតាំងរស់ជួមកអេមហើយដាក់ស្រូវអីលើវាអស់ហ្នឹងហើយពេលច្រូតពេលអីបានបងប្អូនមួយហ្នឹងជួរស់អីពុកម្ដាយអីពឹងទៅវាដែរណាមានណាបើបងខ្ជិលបងប្អូនខ្ជិលពុកខ្ជិលអញ្ចឹងលើវាមិនអស់ហើយស្រែវានឹង4-10ហិកតាដែរហើយបន្ទាប់ពីជួខ្ញុំរស់ខ្ញុំទៅជួរបស់ខ្លួនឯងទៀតប៉ុន្តែថ្ងៃនេះហ្នឹងគឺលឺសូត្រតែល្វើយហើយដីហុយផងដីផកផងហ្នឹង